បាទសូមគោរពលោកគ្រូអ្នកគ្រូហើយសួស្តីបងប្អូនសិស្សថ្នាក់ទី10ទាំងអស់លោកគ្រូឈ្មោះតាវរិទ្ធីជាគ្រូបង្រៀនផ្នែករូបវិទ្យានៅវិទ្យាល័យប្របាទសារាមរិទ្ធខេត្តកំពង់ឆ្នាំងថ្ងៃនេះលោកគ្រូមានប្រធានបទពិសោធន៍មួយដែលតាក់ទងជាមួយនឹងកម្មវិធីថ្នាក់ទី10ជំពូកទី4មេរៀនទី2អំពីឡុងទីដើម្បីសម្រេចនៅវត្ថុបំណងខាងលើនេះលោកគ្រូមានសម្ភារៈពិសោធន៍មួយចំនួនដូចខាងក្រោមឥឡូវនេះខ្ញុំសូមចាប់ផ្ដើមដំឡើងនៅឧបករណ៍ដែលបានរៀបរាប់នេះនៅលើបន្ទាត់ក្រឹតរបស់យើងឥឡូវនេះឧបករណ៍របស់យើងត្រូវបានដំឡើងរួចរាល់នៅលើបន្ទាត់ក្រឹតរួចហើយបាទប្រភពពន្លឺរបស់យើងត្រូវការតុងស្យុង12វ៉ុលអញ្ចឹងដើម្បីដំណើរការពិសោធន៍គឺយើងត្រូវបិទកុងតាក់ហើយមួលកាលីបឲ្យដល់តម្លៃ12វ៉ុលឥឡូវនេះតាក់ទងជាមួយនឹងដំណើរការពិសោធន៍យើងដាក់ទីតាំងវត្ថុឲ្យស្ថិតនៅចម្ងាយពីឡុងទីបង្រួមរបស់យើងចម្ងាយ80សង់ទីម៉ែត្រពីឡុងទីតាំងរូបភាពដែលផ្ដល់ឲ្យឡុងទីបង្រួមរបស់យើងគឺស្ថិតនៅចម្ងាយ134មីលីម៉ែត្របាទតាមការពិសោធន៍របស់យើងដែលយើងបានធ្វើហើយនៅពេលដែលយើងដាក់ចម្ងាយវត្ថុ80មីលីម៉ែត្រមានន័យថាយើងទទួលបានរូបភាពច្បាស់នៅលើអេក្រង់ចម្ងាយ134មីលីម៉ែត្រអញ្ចឹងយើងឃើញថាតម្លៃ134មីលីម៉ែត្រនេះគឺជាចម្ងាយទីតាំងរូបភាពអញ្ចឹងតាមទ្រឹស្ដីរបស់យើងដែលយើងបានរៀនហើយមានន័យថាយើងស្គាល់ចម្ងាយវត្ថុពេយើងស្គាល់ចម្ងាយរូបភាពគុយយើងអាចកំណត់ចម្ងាយកំណំតាមរយៈរូបមន្តរបស់យើងគឺ S ស្មើនឹង P គុណនឹងគុយនៅលើ P បូកគុយអញ្ចឹងនៅពេលដែលបងអូនទទួលបានទិន្នន័យនេះបងអូនបញ្ចូលទៅក្នុងរូបមន្តរបស់យើងឃើញថាតម្លៃដែលយើងរកឃើញចម្ងាយកំណំរបស់វាគឺស្មើនឹង50.093នេះគឺជាចម្ងាយកំណំដែលយើងបានធ្វើការពិសោធន៍ក្នុងករណីយើងដាក់ចម្ងាយវត្ថុ80មីលីម៉ែត្របាទយើងធ្វើដូចដែលលោកគ្រូបានបង្ហាញពីខាងលើនេះផងដែរនៅទីតាំងនៃចម្ងាយវត្ថុ100មីលីម៉ែត្រ120មីលីម៉ែត្រ140មីលីម៉ែត្រហើយនិង160មីលីម៉ែត្រពេលនោះបងអូននឹងទទួលបាននៅចម្ងាយរូបភាពទៅតាមអ្វីដែលយើងដាក់ទីតាំងវត្ថុហ្នឹងហើយបងអូនក៏ទទួលបាននៅចម្ងាយកំណំរបស់ឡុងទីតាមរយៈរូបមន្តរបស់យើងដែររកចម្ងាយកំណំបាន5ដងនេះហើយបងអូនឈានទៅរកការកំណត់ចម្ងាយកំណំមធ្យមតាមរយៈរូបមន្តរបស់យើងនេះមានន័យថាបើសិនជាយើងរកចម្ងាយកំណំ5ដងគឺយើងបូកចូលគ្នាយើងចែកនឹង5ពេលនោះបងអូននឹងបានចម្ងាយកំណំមធ្យមរបស់ឡុងទីរបស់យើងបន្ទាប់ពីនឹងមកគឺបងអូនឈានទៅរកការកណនាកម្រិតលំអៀងដោយប្រើរូបមន្តគឺយកកំណំតាមទ្រឹស្ដីដោយសារឡុងទីរបស់យើងមានចម្ងាយកំណំរបស់វាគឺ50មីលីម៉ែត្រអញ្ចឹងបងអូនត្រូវយកចម្ងាយកំណំតាមទ្រឹស្ដីនេះមកដកនឹងចម្ងាយកំណំមធ្យមដែលបងអូនរកឃើញហើយយកមកចែកឲ្យចម្ងាយកំណំតាមទ្រឹស្ដីគុណនឹង100%ពេលនោះបងអូននឹងទទួលបានកម្រិតលម្អៀងបាទហើយលទ្ធផលនៃការពិសោធន៍របស់យើងបើសិនជាបងអូនរកឃើញថាកម្រិតលម្អៀងមានតម្លៃតូចជាង 5% មានន័យថាលទ្ធផលនៃការពិសោធន៍របស់យើងគឺទទួលបានជោគជ័យអាចយកជាការបាន